ហូបមួយមុខនេះគ្រាន់តែកូនបើឃើញដឹងអាឡាំប៉ាហត់ចេញមានហូបបាយហូបទឹកអីទេចាំមើលទៅតែបើសម្រាប់កូនបងវិញមានតែហត់ចូលអត់បញ្ហាចាថ្ងៃនេះកូនបងសុំចេញមកបាញ់កូនបើលេងណាចឹងហើយកុំឲ្យខាត់ពេលយូរមកមើលម្ហូបដែលនេះខ្ញុំចង់ហូបម្ដងនិយាយរួមទៅនឹកឃើញថាថ្ងៃនេះចង់ហូបម្រះឆាជាមួយពងមាន់ក៏បានទិញម្រះយកមក3ផ្លែយកមកឆាហូបបានមួយចានធំដែរហ្នឹងហើយសម្រាប់ការឆាមុននឹងយើងឆាយើងច្បាច់អំបិលសិនណាបងប្អូនកុំឲ្យវាល្វីងខ្លាំងហើយសម្រាប់ការដែលយើងច្បាច់អំបិលហ្នឹងយើងហាន់ច្រាមូលតែយើងហាន់របៀបឲ្យវារៀងក្រាស់ៗល្មមចឹងណាពេលដែលយើងយកទៅច្បាច់អំបិលទៅគឺវាអត់មានភាពបែកកតិកទីទេបងប្អូនសាកមើលនៅក្នុងរូបភាពហ្នឹងទៅឃើញគឺម្រះនេះខ្ញុំច្បាច់អំបិលខ្លាំងដែរហើយខ្ញុំលាងច្រើនទឹកប៉ុន្តែវានៅសហភាពវានៅទម្រង់វានៅស្អាតដដែលដោយសារតែយើងហាន់រៀងក្រាស់ល្មមមកហើយគ្រឿងផ្សំអីហ្នឹងងាយៗទេមានតែខ្ទឹមសមានតែប៊ីចេងស្ករអំបិលរ៉ូឌីជាមួយនឹងទឹកត្រីពងមាន់2គ្រាប់មកបងប្អូនអើយបានមួយចានធំហ្មងកុំភ្លេចសាកធ្វើហូបទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាបងប្អូនដែលចូលចិត្តម្រះល្វីងៗគ្រាន់ថាខ្ញុំអត់ដាក់សាច់ទេតែខ្ញុំសម័យថាបើសិនជាខ្ញុំដាក់សាច់ទៀតហើយតែមានជាតិជាងនឹងទៀតណោះបន្ទាប់ពីផ្សំគ្រឿងភ្លក់ឃើញថាល្មមឆ្ងាញ់រួចរាល់ហើយគឺយើងចាប់ដើមជាចុងក្រោយយើងចាប់ដើមបន្ថែមជាមួយនឹងស្លឹកខ្ទឹមឆាត្រឡប់ឲ្យរៀងស្លោកតិចទៅហើយយើងលើកឡើងជាការស្រេចបងប្អូនទាំងអស់គ្នាជួយឲ្យបន្ទុចាអ៊ីនម្នាក់មួយមើលថាតំណងឆ្ងាញ់អត់បងប្អូនទាំងអស់គ្នាសិនជាឃើញតំណងជួយ like ជួយ share ជួយ comment ម្នាក់មួយផងណាពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណដែលបានតាមដានវីដេអូនេះខ្ញុំអរគុណច្រើនហើយឃើញតំណងអត់មួយចានពេញបឹបចឹងហ្មងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ញ៉ាំម្រះឆាជាមួយនឹងពងតោះញ៉ាំជាមួយនឹងខ្ញុំអត់ទាន់ក្តៅហ្នឹងឯងខ្ញុំទៅមកធ្វើហើយណាអញ្ចឹងភ្លុំមួយម៉ាត់សិនខ្ញុំចាំបាច់បើខ្លាំងណាស់អត់ស្គាល់វិញទេបងប្អូនតំណងហ៎ui ui mua với sao lùi cho cho bạn bẩn nó hơi dân cha là biểu hiện của cụm cho nó không là bây giờ nó khơi trong hôm mà đã chẳng tới nhưng hôm đó sao đang lùi nhỉ hay thầu dân bạn bẩn gì đó trong tới lùi mà ok dân tụi tôi được bán đó